ពុទ្ធភាសិតបានពោលថាអត្តនាបាបង្ខអត្តនាវៈវិសុជ្ជតិបុគ្គលមិនធ្វើបាបដោយខ្លួនឯងរមែងបរិសុទ្ធស្អាតដោយខ្លួនឯងប្រសិនបើបុគ្គលណាប្រព្រឹត្តសេចក្តីល្អចំពោះខ្លួនឯងនិងចំពោះអ្នកដទៃធ្វើឲ្យផ្លូវចិត្តរបស់បុគ្គលនោះមាននៅសេចក្តីបរិសុទ្ធមិនមានសៅមងឡើយមិនតែប៉ុណ្ណោះទៀតសោតធ្វើឲ្យជនទាំងឡាយមាននៅសេចក្តីគោរពរាប់អានចំពោះបុគ្គលដែលបានធ្វើនៅសេចក្តីល្អហើយក៏មិនមានការភ័យខ្លាចចំពោះបុគ្គលដែលបានធ្វើសេចក្តីល្អនោះទេព្រោះថាបើបុគ្គលបានធ្វើនៅសេចក្តីល្អតែងទៅកាន់សុគតិភពនិងព្រះនិព្វានដោយខ្លួនឯងព្រោះថាបរិសុទ្ធដោយខ្លួនឯងព្រោះសេចក្តីបរិសុទ្ធគឺកុសលកម្មដែលយើងបានប្រព្រឹត្តតែងឲ្យផលចំពោះខ្លួនយើងតែម្យ៉ាងអ្នកដទៃនឹងធ្វើឲ្យអ្នកដទៃបរិសុទ្ធមិនបានឡើយប្រៀបដូចជាអ្នកបរិភោគនៅចំណីអាហារដែលមានរសជាតិល្អក៏មិនអាចពុលដូចជាអ្នកបរិភោគនៅថ្នាំពិសឬរុក្ខជាតិពុលនោះទេមនុស្សល្អតែងបានផលល្អផ្ទុយអំពីជនដែលប្រព្រឹត្តនៅអំពើអាក្រក់សរុបសេចក្តីមកបើបុគ្គលមិនចង់ឲ្យខ្លួនឯងសៅមងមិនចង់ឲ្យអ្នកដទៃស្អប់គឺយើងត្រូវតែធ្វើសេចក្តីល្អចំពោះខ្លួនឯង